ជំរាបសួរបងបាទជំរាបសួរបងជួយណែនាំឈ្មោះតិចបងខ្ញុំឈ្មោះហេងជាផ្នែកលក់បោះកង់សបកកង់ Iron Head បងអាចណែនាំពីផលិតផលដែលបងកំពុងដាក់តាំងនៅពីពណ៌យើងនេះបានទេអូខេនេះគឺជាសបកកង់ប្រភេទដែលផលិតនៅស្វាយរៀងរបស់យើងផ្ទាល់តែម្ដងដែលប្រើកស៊ូភាគច្រើនគឺប្រើមិត្តរៀបរបស់ខ្មែរយើងផ្ទាល់តែម្ដងហើយប្រភេទសបកកង់នេះគឺជាប្រភេទដែលនាំចេញទៅអឺរ៉ុបហើយភាគច្រើននាំទៅកាណាដានិងអាមេរិកហើយដោយសារតែយើងនៅនេះយើងជាម្ចាស់ប្រទេសផលិតអញ្ចឹងយើងក៏មានឱកាសក្នុងការលក់នៅក្នុងប្រទេសរបស់យើងដែរអញ្ចឹងតម្លៃវាគឺថ្លៃហើយគុណភាពខ្ញុំធានាឲ្យថាគឺជាគុណភាពដែលនាំទៅអឺរ៉ុបឬក៏អាមេរិកផ្ទាល់តែម្ដងអញ្ចឹងបើសិនជាតម្លៃបើនៅប្រៀបធៀបvớiបោះអឺរ៉ុបដែលនាំចូលមកប្រើនៅស្រុកយើងហ្នឹងគឺខុសគ្នាមួយគុណ2យ៉ាងដូចអានេះ100ស្ដើងឯងប៉ុន្តែបើបោះអាមេរិកអីអាចប្រហែលជាខ្ទង់200ទៅ300ហើយបើគុណភាពរបស់វាវិញគឺខ្ញុំធានាឲ្យថាប្រើបានតែខ្លួនបងតើបងប្អូនយើងចាប់អារម្មណ៍ច្រើនណាស់នៅពេលដែលឃើញថាយើងអាចផលិតសបកកង់ឲ្យលក់ក្នុងស្រុកបានអូនិយាយពីការចាប់អារម្មណ៍វិញ2025នេះសន្ទុះខ្លាំងហ្មងដោយសារថាពួកខ្ញុំលក់ពីដើមលក់តាំងពី2024ទៅមក2025នេះចាប់ដើមសន្ទុះការគ្រប់គ្រងច្រើន Iron Head នេះសង្ឃថាទូទាំងប្រទេសរបស់យើងគឺ depot គាត់យកទៅចែកចាយហើយអញ្ចឹងបើសិនណាមួយខែប្រើអស់រាប់ពាន់រាប់ម៉ឺនគ្រាប់អញ្ចឹងគ្រប់គ្រងច្រើនមែនទេដោយសារថាទីមួយគាត់បានប្រើប្រាស់អ្នកដែលគាត់ប្រើប្រាស់ពី2024ហ្នឹងគាត់បានណែនាំតគេថាគុណភាពវាល្អអញ្ចឹងតែដល់ពីមុនគេថាបោះខ្មែរគេអត់សូវជឿដល់ពេលប្រើបានម្ដងចេះណែនាំតគេឥឡូវលក់ដាច់ច្រើនបងអាចនិយាយបានទេនៅពេលបច្ចុប្បន្ននេះការផ្លាស់ប្ដូរផ្នត់គំនិតដែលថារបស់ខ្មែរមិនសូវល្អហើយយើងមករយៈក្រោយនេះឃើញថាគ្រប់គ្នាបកមកប្រើរបស់ខ្មែរវិញអូបើកន្លែងហ្នឹងខ្ញុំទទួលស្គាល់មែនតែសារថាសូម្បីតែខ្ញុំផ្ទាល់ដែលពីមុនអត់សូវបានប្រើទេប៉ុន្តែឥឡូវសូម្បីតែខ្ញុំក៏ទៅប្រើរបស់ខ្មែរដែរឲ្យតែលឺរបស់ខ្មែរសាកសិនព្រោះថាគុណភាពរបស់ខ្មែរអាចទទួលយកបានខ្ញុំឧទាហរណ៍ដូចខាងកង់ឡានក៏ដោយខាងសាប៊ូកក់សក់ក៏ដោយប្រើទៅពិតជាយ៉ាងណាចេះឥឡូវហ្នឹងពិតជាគុណភាពមែនព្រោះថាភាគច្រើនបងប្អូនខ្មែររបស់យើងគាត់គិតលើអត់លើគុណភាពដែរហើយណាមួយគាត់ទៅរៀនក្រៅប្រទេសច្រើនអញ្ចឹងគាត់ត្រឡប់មកវិញធ្វើផលិតផលក្នុងស្រុកក៏គាត់ធ្វើបែបគុណភាពបរទេសដែរអញ្ចឹងទទួលយកបានបងយល់ថាការរៀបចំដាក់តាំងពីពណ៌នេះបានផ្ដល់ផលល្អឲ្យខ្លះសម្រាប់ក្រុមហ៊ុនកូនខ្មែរដែលកន្លងមកគេមិនសូវស្គាល់ហើយបានដាក់តាំងបង្ហាញនៅក្នុងពីពណ៌នេះសម្រាប់ខ្ញុំផ្ទាល់ហ្មងដោយសារតែខ្ញុំជាអ្នកលក់ផលិតផលខ្មែរមួយដែរនៅពេលដែលដាក់ការតាំងបង្ហាញនៅនេះគឺយ៉ាងទទួលបានការចាប់អារម្មណ៍ច្រើនមែនទេដោយសារថាដូចបងបានឃើញយ៉ាងតាំងពីព្រឹកគេមកសួរហោហែឲ្យតែថាឃើញផលិតផលខ្មែរយ៉ាងហោចណាស់ក៏ចង់ដឹងចង់ឮថាវាពិតជាផលិតផលខ្មែរមែនអត់គុណភាពវាមិនដែរអញ្ចឹងមើលការសន្ទុះគ្រប់គ្រងគឺគាត់មានអារម្មណ៍ថាចង់ដឹងចង់ឮអញ្ចឹងខ្ញុំចង់ឲ្យមានព្រឹត្តិការណ៍ហ្នឹងកើនឡើងជាច្រើនទៀតទៅដើម្បីឲ្យយើងបានផ្សព្វផ្សាយទៅដល់ប្រជាជនយើងដែលគាត់អត់ទាន់មានអារម្មណ៍ថាទុកចិត្តរបស់យើងហ្នឹងណាអញ្ចឹងឲ្យងាកមកមើលវិញហើយអាចមកសួរតាមស្តង់គឺមួយគឺគាត់បានបញ្ជាក់ពីគុណភាពបញ្ជាក់ពីគេហៅថាបច្ចេកទេស100%ដែលអាចប្រាប់ទៅគាត់មកចានៅក្នុងវីដេអូមួយនេះបងមានអីចង់និយាយទៅកាន់បងប្អូនខ្មែរយើងបើការគ្រប់គ្រងផលិតផលខ្មែរតើជួយអីខ្លះដល់ខ្មែរយើងអូខេនៅក្នុងវីដេអូនេះខ្ញុំសូមអរគុណបងប្អូនដែលគ្រប់គ្រងកង់សបកកង់ Iron Head ថាសបកកង់របស់ខ្ញុំទេឬក៏ផលិតផលរបស់ខ្មែរដទៃទេគឺពិតជាចង់អរគុណទៅបងប្អូនមែនតែសារបងប្អូនគ្រប់គ្រងទើបមានគេហៅថាក្រុមហ៊ុនធំក៏ដូចជាកូនខ្មែរមានការងារធ្វើជាច្រើនអញ្ចឹងខ្ញុំលើកទឹកចិត្តបងប្អូននៅតែបន្តគ្រប់គ្រងឲ្យទ្រាំទ្របន្តទៀតដើម្បីឲ្យអាជីវករឬអាជីវកម្មរបស់យើងមានការកើនឡើងមកចាំទៅពឹងពាក់ប្រទេសជិតខាងចាអរគុណច្រើនបងអរគុណច្រើន